บอดปีศาจในการชี้ยนฮอกปีพนมเป็นตะกอกงออกแต่$10จมูกหนังการฮอกฮาตรังระยะไปเติมแต่50นาทีแต่ปนน้องวิดีโอมวยนี้ยมหนังปรับบองปูหนังออกคณีปีการทัวร์ดำน้ำตามเชิงยนฮอกมวยนี้นั่งมาโชว์ใบทัวร์ดำน้ำปัตตอปีเปลี่ยนดาราซาโก้ตะกระปงพายกอสดัชเจนายมันเนี่ยปรัมปนเรียวหนังการชี้ตุกปีกระปงพายแต่เล็งกอสดัชเจนายมันเนี่ยมาเมินเรียตาปนน้องใหญ่เต้าทู่ทลายคลังเหมือนแต่ยังบองปูนคอมพลีทช่วยจัด follow page ยังช่วยเซฟวิดีโอบางยมมันเนี่ยมวยพองหน้าบ้านจังเจียตะโบงยมบ้านชีลานกรงตะเปลี่ยนยนฮอกตามระยะ airport express บอสให้เจนายออกตรมตามมาป้อนปรามโรยขนมเหมือนเนี่ยใหญ่เต้าทู่ทลายนั่งจะนั่งคลั่งเหมือนแต่ให้สำหรับการชีลานกรงนี้ฮะยมนั่งหลุมอัดในวิดีโอทีปียังในไปได้ยังมาดอเปลี่ยนยนฮอกได้โจอันตรายเชียร์คือยังนั่งเติร์ดดาวตำรองเติร์ดกระไรสกรีนมวยเนี่ยดำใบมือปอมีในการฮอกฮาแต่งออกถัดต้ายังนั่งเช็คอินในคอนเทอร์มวยหน้าให้สำหรับไงเนี่ยได้แล้วคือยมนั่งฮอกจมูกนั่งกรมพลอากาศจอแอร์แคมโบเดียเคซิกมาร้อยห้าแต่การดาราซาโก้คือเนื้อมองดับบุ้น30นาทีได้ยังนั่งเติร์ดធ្វើការ check in នៅ counter A01 ដល់ A03 ខ្ញុំបញ្ជាក់សម្រាប់ការហោះហើរក្នុងស្រុកបងប្អូនគួរតែមកដល់មុនម៉ោងយ៉ាងហោចណាស់1ម៉ោងកន្លះទៅ2ម៉ោងដើម្បីងាយស្រួលក្នុងការ check in យកសំបុត្រនិងដាក់វ៉ាលីផ្ញើហើយបន្ទាប់ពីយើង check in ហើយបងប្អូនកុំភ្លេចយកសំបុត្រយន្តហោះរបស់យើងហ្នឹងទៅកន្លែងដកពន្ធពលានដែលគេនឹងបង្វិលសងឲ្យយើង$1ត្រឡប់មកវិញបើដូចតម្លៃសំបុត្ររបស់ខ្ញុំនេះគឺ$12អញ្ចឹងនៅពេលដែលដកពន្ធពលានត្រឡប់មកវិញ$1គិតទៅសំបុត្រយន្តហោះមួយហ្នឹងដូចតម្លៃ$11អញ្ចឹងហើយសម្រាប់ការកក់សំបុត្រយន្តហោះវិញគឺខ្ញុំកក់ដោយខ្លួនឯងនៅលើ app trip.com ដោយសារតែថ្ងៃដែលខ្ញុំហោះហ្នឹងគឺគេមាន promotion បញ្ចុះតម្លៃសល់ត្រឹមតែ$12ដោយឡែកសម្រាប់ការហោះហើរថ្ងៃផ្សេងតម្លៃអាចប្រែប្រួលទៅតាមនឹងជាក់ស្ដែងអញ្ចឹងបងប្អូនអាចឆែកមើលបន្ថែមនៅលើ app បានហើយដើម្បីឲ្យកាន់តែមានភាពងាយស្រួលខ្ញុំតែងតែប្រើជាមួយនឹង credit card របស់ធនាគារ Bridge Bank ដើម្បីភ្ជាប់សម្រាប់ការទិញសំបុត្រយន្តហោះតាមរយៈ app online មួយនេះនិយាយទៅមានតែ credit card របស់ Bridge Bank មួយងាយស្រួលទិញអីវ៉ាន់និង shopping online ផ្សេងៗមកស្រឡាញ់ហ្មងអញ្ចឹងបន្ទាប់ទៀតនេះគឺយើងនឹងត្រូវដើរទៅរកច្រកចេញដំណើរក្នុងស្រុកស្លាករបស់គេហ្នឹងគឺ domestic departure ដើរមកដល់កន្លែងនេះគឺគេនឹងធ្វើការត្រួតពិនិត្យនិង scan អីវ៉ាន់មុនពេលយើងបន្តទៅច្រកឡើងយន្តហើយដល់ពេលដែលយើងដើរមកដល់កន្លែងនេះគឺជាកន្លែងច្រករងចាំគឺយើងនឹងត្រូវអង្គុយរងចាំរហូតដល់គេប្រកាសថាយើងអាចឡើងយន្តហោះបាននិយាយដល់ថ្ងៃនេះលយមែនតើខ្ញុំបានហោះហើរលើកដំបូងជាមួយនឹង Air Cambodia ATR 72ជាមួយនឹងការផ្លាស់ប្ដូរពណ៌ថ្មី logo ថ្មីរបស់ក្រុមហ៊ុនអាកាសចរ Air Cambodia ដែលជាអាកាសចរជាតិកម្ពុជារបស់យើងដែលនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរអាចនិយាយបានថានៅក្នុងយន្តហោះនេះគឺថាថ្មីទំនើបនិងស្អាតជាងមុនគ្រប់យ៉ាងនៅក្នុងនេះមានផាសុកភាពល្អហ្មងហើយសម្រាប់ការហោះហើរពីពលានយន្តហោះភ្នំពេញទៅពលានតារាសាគរគឺចំណាយពេលត្រឹមតែ50នាទីតែប៉ុណ្ណោះនិយាយទៅលឿនខ្លាំងមែនតើបើនិយាយពីការជិះយន្តហោះក្នុងស្រុកគឺថាកាន់តែងាយស្រួលហ្មងទោះបីជាបងប្អូនអត់មាន passport ក៏យើងអាចប្រើអត្តសញ្ញាណប័ណ្ណដើម្បីជិះយន្តហោះបានដែរហើយដោយសារតែការហោះហើរពីភ្នំពេញមកកោះកុងនេះគឺគេទៅតែចាប់បើកដំណើរការឯងបងប្អូននិយាយទៅគេមានការវិភាគ2ដងក្នុងមួយសប្តាហ៍គឺនៅរៀងរាល់ថ្ងៃសុក្រនិងថ្ងៃអាទិត្យហើយឥឡូវនេះហោះមិនទាន់បានប៉ុន្មានផងយន្តហោះរបស់យើងក៏ចាប់ផ្ដើមធ្វើការចុះចតនៅពលានយន្តហោះអន្តរជាតិតារាសាគរខេត្តកោះកុងហើយនិយាយទៅលឿនមែនតើហ្មងអញ្ចឹងបន្ទាប់ពីយើងយកវ៉ាលីហើយយើងអាចដើរតម្រង់ទៅច្រកចេញដើម្បីទៅរកឡានក្រុងជិះបន្តទៅកំពង់ផែកោះស្ដេចហើយសម្រាប់ការជិះឡានក្រុងទៅកំពង់ផែកោះស្ដេចហ្នឹងគឺម្នាក់ត្រឹមតែ$5000ទេដោយសារតែនៅពលាននេះអត់សូវមានតាក់ស៊ីនិងកង់3ដូចនៅពលានពេញទេអញ្ចឹងខ្ញុំណែនាំបងប្អូនទាំងអស់គ្នាឲ្យធ្វើដំណើរតាមរយៈឡានក្រុងមួយនេះដែលគេនឹងជូនយើងទៅដល់កំពង់ផែកោះស្ដេចហ្មងហើយបងប្អូនអត់ចាំបាច់បារម្ភទេជារៀងរាល់ថ្ងៃណាដែលមានយន្តហោះចុះគឺដឹងតែមានសេវាឡានក្រុងមកចាំទទួលយកយើងហ្មងអញ្ចឹងនៅពេលដែលមកដល់កំពង់ផែកោះស្ដេចហើយបើសិនជាបងប្អូនចង់បន្តទៅដើរលេងនៅលើកោះស្ដេចទៀតបងប្អូនអាចធ្វើការជិះទូកបន្តទៅទៀតបានសម្រាប់អ្នកដែលមានគ្នាតិចម្នាក់2នាក់ឬមួយក៏3នាក់អីហ្នឹងបងប្អូនអាចជិះទូកស្មាច់មួយនឹងបាននិយាយទៅតម្លៃគេធូរថ្លៃមែនតើម្នាក់តែ$10000ទេហើយគេជូនយើងពីកំពង់ផែហ្នឹងទៅដល់កន្លែងដែលយើងគេងនៅលើកោះស្ដេចហ្មងនិយាយទៅខ្ញុំបានមកលេងនិងបានមកគេងនៅកោះស្ដេចមួយយប់ហើយព្រឹកថ្ងៃបន្ទាប់ហ្នឹងខ្ញុំក៏បានចេញដំណើរត្រឡប់មកពេញវិញសម្រាប់ការធ្វើដំណើរត្រឡប់មកពេញវិញខ្ញុំក៏បានកក់ជាមួយនឹងសំបុត្រឡានវីរៈប៊ុនថាំពីកំពង់ផែកោះស្ដេចហ្នឹងត្រឡប់មកពេញនិយាយទៅគាត់មានជើងឡានចេញដំណើរ 4-5 ជើងក្នុងមួយថ្ងៃចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង4កន្លះល្ងាចអញ្ចឹងទាំងអស់នេះគឺជា tip ក្នុងការធ្វើដំណើរតាមរយៈយន្តហោះពីពលានភ្នំពេញមកកាន់ពលានតារាសាគរខេត្តកោះកុងជាមួយនឹងមធ្យោបាយធ្វើដំណើរភ្ជាប់គ្នាយ៉ាងងាយស្រួលដែលបងប្អូនទាំងអស់គ្នាអាចរៀបគម្រោងមកលេងកោះស្ដេចនៅពេលក្រោយបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការមើលវីដេអូមួយនេះដល់ចប់ហើយបើសិនជាស្រឡាញ់ចូលចិត្តកុំភ្លេចធ្វើការចុច share ចែករំលែកម្នាក់មួយផង